សម្រាប់ខ្ញុំផ្ទាល់ឬក៏កក់ស្ករផ្សេងទៀតខ្ញុំសំណូមពរឲ្យបងប្អូនជួយគាំទ្រផលិតផលក្នុងស្រុកជាពិសេសកសិករគាត់ដាំនៅតាមស្រុកភូមិអញ្ចឹងយើងប្រជាជនក្នុងភូមិជួយគាំទ្រគាត់ជួយទិញគាត់អញ្ចឹងទៅគាត់សប្បាយចិត្តបាទត្រីនេះស្រួយល្អឆ្ងាញ់ណាស់បងប្អូនណាឆ្ងាញ់ណាស់សាច់ទៅពណ៌វាស្អាតទុំល្អប៉ុន្នេះពេញឆ្ងាញ់ហ្មង57ថ្ងៃបាទជំរាបសួរខ្ញុំមានឈ្មោះថនមន្ទឿនប្រកបរបរដាំម្លឹកនេះប្រហែលជា6 7ឆ្នាំហើយទី1ខ្ញុំនិយាយតាក់ទងការជ្រើសរើសពូជអញ្ចឹងមកយើងចង់បានទិន្នផលល្អដូចខ្ញុំដាំនេះយើងត្រូវជ្រើសរើសពូជសតគេហៅពូជសតពូជដែលគេប្រកាសមកតាមប្រភេទពេលដែលយើងដាំចេញមកវាផ្លែវែងដូចគ្នាវាអត់មានលាយគេហៅថាលាយមានកលេកាឡាឬក៏វែងមានមូមានអីលាយគ្នាអាហ្នឹងយើងបានទិន្នផលខ្ពស់ហើយតាក់ទងទៅនឹងការដាំវាមានដំណាក់កាលនៃការរៀបចំរងនិងការថែទាំអញ្ចឹងតាក់ទងនឹងការរៀបចំរងគឺយើងមើលទៅលើរដូវបើសិនជារដូវប្រាំងយើងពូនរងតាល្មមអាចកម្ពស់ពី2 ទៅ 3 ទឹកបានហើយអាហ្នឹងអត់ប្រឈមនឹងការខូចដោយសារទឹកភ្លៀងកក់ខែប៉ុន្តែបើរដូវវស្សាយើងត្រូវធ្វើរងឲ្យខ្ពស់ជាងហ្នឹងអាចដល់5 ទឹកអាហ្នឹងបានយើងការពារទុកជាមួយទឹកភ្លៀងបានសម្រាប់ទីផ្សារល្អចំពោះលឹកលឿងវាមានទីផ្សារល្អជាងលឹកក្រហមដោយសារយើងរៀងទី1យើងលក់បានរៀងថ្លៃជាងហើយទី2មានម៉ូយចាំទទួលយកទៅពេញហើយអត់សូវមានអ្នកដាំច្រើនតាក់ទងលឹកទាំងពីរហ្នឹងការថែទាំមិនខុសគ្នាទេការថែទាំការដាក់ទឹកការអីគឺដូចគ្នាប្រហែលគ្នានៅខ្ញុំដាំខ្លួនឯងនេះប្រហែលជាមហាត់ដីមហាត់តាយើងគ្រាប់ទាំងតូចទាំងធំចង់និយាយទាំងអាធំជាទាំងតូចនេះមិនត្រឹមពី20 តោនទេប៉ុន្តែបើចង់និយាយជាក់ស្ដែងថាចូលទីផ្សារគេរើសយកចាប់ពី2 គីឡូឡើងតែហ្នឹងចាប់ពីលេខ1អញ្ចឹងវាអាចអត់ដល់20 តោនខ្ញុំរាប់20 តោនរាប់ទាំងតូចទាំងធំម្ដងយើងអាចសល់បានប្រហែលជា6 7 លានអញ្ចឹងទៅក្នុងដី1ហិកតាអានេះទូទាត់ហើយចាំនោះទៅទៅមកហ៎មួយពីរម៉ៃពុកតាយលួនសម្រាប់ខ្ញុំជាកសិករខ្ញុំសំណូមពរឲ្យបងប្អូននៅក្នុងប្រទេសដែលជាប្រជាជនខ្មែរយើងនឹងជួយគាំទ្រផលិតផលរបស់ខ្មែរយើងតាក់ទងទៅនឹងបើសិនជាបងប្អូនមានតម្រូវការចង់ទិញឬក៏ចង់ជាវលឹកនេះទៅហូបអាចតាក់ទងតាមលេខទូរស័ព្ទរបស់ខ្ញុំ086 67 77 44ឬក៏អាចមកដល់ចការខ្ញុំម្ដងមកលេងម្ដងក៏បានដែរនៅទីតាំងភូមិព្រៃធំឃុំវិហារសួរស្រុកសេចក្ដាខេត្តកណ្ដាលមកជួយស្រាប់